ក្នុងព្រះពុទ្ធសាសនារបស់យើងហ្នឹងហើយទោះញោមចាស់មិនបានទៅវត្តទៅវាបុណ្យទានកឋិនគេដង្ហែកក្រឹកកក្រែងទៅពិតមែនប៉ុន្តែក៏បានយល់ពីអត្ថន័យនៃបុណ្យអង្គកឋិនទានហ្នឹងតាមការផ្សាយតាមវិទ្យុនឹងដែរហ្នឹងហើយអញ្ចឹងជាបុណ្យកុសលមួយញាតិញោមដោយមិនបាច់ចាំចំណាយនៅទ្រព្យធនធានណាច្រើនទេគ្រាន់តែស្ដាប់នៅព្រះស័ក្តិធម៌ហ្នឹងក៏អាចហ្នឹងហើយបានបុណ្យបានកុសលហ្នឹងច្រើនដែរហ្នឹងហើយយើងមើលតែជីវប្រវត្តិរបស់អាសីតិពីរអង្គគឺយើងដឹងហើយថាការបានសម្រេចនៅព្រះអរហត្តផលជាព្រះខៃណាស្របរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងក៏បានមកពីការផ្ដល់ឱវាទរបស់ព្រះសម្មាសម្ពុទ្ធគឺព្រះធម៌នឹងដែរដើម្បីសម្រេចជាព្រះអរហត្តផលព្រះអរហន្តហ្នឹងហើយសុទ្ធតែជាអំណាចដោយអំណាចនៃព្រះធម៌ហ្នឹងដោយអំណាចនៃធម្មវិសេសទេសនាហ្នឹងទើបបានសម្រេចនៅធម៌ជាន់ខ្ពស់ដែរហ្នឹងហើយអញ្ចឹងរបស់ខ្លះនៅក្នុងព្រះពុទ្ធសាសនាមិនបាច់ចាំទោះតែមានទ្រព្យសម្បត្តិធនធានឬក៏មាសប្រាក់ច្រើនទេគ្រាន់តែនឹងមានចិត្តជាកុសលមានចិត្តជ្រះថ្លាក្នុងព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃហ្នឹងក៏បានបុណ្យបានកុសលដោយមិនបាច់ចាំចំណាយនៅទ្រព្យធនធានអីទេញាតិញោមមួយចំនួនខ្លះហ្នឹងគាត់មិនមានទ្រព្យសម្បត្តិធនធានទេប៉ុន្តែគាត់ហក់លោតទៅតាមគេអ្នកមានធនធានទ្រព្យសម្បត្តិនោះហ្នឹងហើយយើងធ្វើទៅតាមសមាអាជីវោរបស់យើងហើយធនធានទ្រព្យសម្បត្តិយើងមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងទៅកុំទៅហក់កុំទៅលោតដូចគេហ្នឹងហើយបុណ្យយើងហ្នឹងហើយមិនអាស្រ័យទៅលើទ្រព្យសម្បត្តិធនធានហ្នឹងទេហ្នឹងហើយអានិសង្ឃនៃបុណ្យគឺនឹងហើយសំដៅទៅលើចេតនានោះនឹងហើយចេតនាហង្ភិកវេបញ្ញੰមនាលភិក្ខុទាំងឡាយនេះតថាគតថាចេតនាជាតួបុណ្យហ្នឹងហើយចេតនានេះជាតួបុណ្យមិនមែនមាសប្រាក់ហ្នឹងជាតួបុណ្យទេហ្នឹងហើយមាសប្រាក់ហ្នឹងហើយលុយកាក់ប្រាក់កាក់ហ្នឹងគឺជារបស់ខាងក្រៅតែប៉ុណ្ណោះដើម្បីបង្សំបង្គំតែប៉ុណ្ណោះហ្នឹងហើយប៉ុន្តែតួបុណ្យមែនតែនមនុស្សយើងនេះគឺអាស្រ័យទៅលើចេតនាជាខាងដើមតែចេតនារបស់យើងជ្រះថ្លាក្នុងព្រះរតនត្រ័យហើយបុណ្យកុសលហ្នឹងវាមានតាមហ្នឹងហើយបើថាចេតនារបស់យើងមិនជ្រះថ្លាក្នុងព្រះរតនត្រ័យទេទោះមានមាសមានប្រាក់មានលុយទ្រព្យសម្បត្តិយ៉ាងណាក៏មិនជាបុណ្យកុសលដែរ